ជំរាបសួរពុកម៉ែបងប្អូនវីដេអូរបស់នាងខ្ញុំថ្ងៃនេះចង់បង្ហាញពីរបៀបស្លសម្លចាណាងសម្លមួយមុខនេះដែរគឺមានប្រភពដើមមកពីបងប្អូនជនជាតិដើមភាគតិចតោះបងប្អូនកុំឲ្យខាតពេលយូរមកមើលពីរបៀបស្លរបស់នាងខ្ញុំទាំងអស់គ្នាហើយទាំងអស់នេះគឺជាបន្លែដែលយើងត្រូវយកមកស្លជាមួយនឹងសម្លទាំងអស់នោះមានដូចជាទំពាំងក្តាបស្នៀតពោតត្រប់ស្រួយម្ទេសនិងរំដេងខ្ញុំប្រើជើងជ្រូកចំនួន1យកវាទៅអាំងឲ្យក្រៀមសិននៅក្នុងសម្លចាណាងរបស់យើងខ្វះមិនបានទេបងប្អូននោះគឺស្លឹកចាណាងចំពោះស្លឹកចាណាងដែលនាងខ្ញុំប្រើថ្ងៃនេះគឺជាស្លឹកចាណាងដែលគេបានយកវាទៅកិននិងរំងាស់រួចហើយនាងខ្ញុំគ្រាន់តែយកស្លឹកចាណាងនោះមកកូរឲ្យសព្វក្នុងទឹករួចបង់សាច់ដែលបានអាំងរួចនោះចូលទៅរួចហើយបង់រំដេងធ្វើឲ្យស្លចាណាងរបស់យើងកាន់តែមានក្លិនឈ្ងុយថែមទៀតបន្ទាប់មកដាក់ម្ទេសចូលម្ទេសដែលនាងខ្ញុំដាក់នេះគឺបានយកទៅអាំងរួចរាល់ហើយតែបើសិនជាបងប្អូនអត់ចេះហិលទេមិនបាច់ដាក់ក៏បានដែរនាងខ្ញុំចូលចិត្តបន្លែដែលរាងរលួយដូច្នេះហើយទើបនាងខ្ញុំដាក់បន្លែទាំងអស់រំងាស់ចូលគ្នាយកតែម្ដងនៅពេលដែលបង់បន្លែរួចរាល់អស់នាងខ្ញុំក៏បង់គ្រឿងចូលឲ្យហើយដែលមានដូចជាអំបិលស្ករនិងប៊ីចេងបើតាមនាងខ្ញុំដឹងសម្លចាណាងនេះពេលដែលគេស្លគឺបង់តែអំបិលតែមួយមុខគត់ប៉ុន្តែបើសិនជាយើងធ្វើញ៉ាំដោយខ្លួនឯងយើងអាចច្នៃរសជាតិតាមការចូលចិត្តបានបន្ទាប់ពីរំងាស់វាទៅលើភ្លើង2ទៅ3ម៉ោងឥឡូវចាណាងរបស់យើងឆ្អិនហើយនិយាយពីក្លិននេះឈ្ងុយពេញផ្ទះតែម្ដងបងប្អូនឃើញទឹកខ្មៅខ្មៅអញ្ចឹងឯណាតែរសជាតិវិញឲ្យអ៊ូយហ្មងអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយនាងខ្ញុំក៏សូមអភ័យទោសបើសិនជាវីដេអូរបស់នាងខ្ញុំមានកំហុសឆ្គងត្រង់ណាមួយបើបងប្អូនចូលចិត្តវីដេអូធ្វើម្ហូបរបស់នាងខ្ញុំសូមជួយចុច like និងជួយ subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលា